ស្ដីបងប្អូនអរគ្នានេះគឺជាវីដេអូថ្មីដែលខ្ញុំបានធ្វើដំណើរចេញពីទីក្រុងភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុធ្វើដំណើរអស់រយៈពេល2ម៉ោង48នាទីតាមផ្លូវជាតិលេខ4ចំពោះគីឡូគឺ180គីឡូដែលឆ្នេរនេះគេហៅថាឆ្នេរសាច់សនៅក្នុងស្រុកកែផុសខេត្តព្រះសីហនុជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបវីដេអូថ្មីនេះគឺជាសកម្មភាពដែលខ្ញុំចេញដំណើរចេញពីក្រុងភ្នំពេញហើយកន្លែងនេះគឺខ្ញុំចូលបន់ស្រន់លោកយាយម៉ៅពេជ្រនិលអុជធូបដើម្បីសុំតែក្តីសុខដើម្បីធ្វើដំណើរតាមផ្លូវ Where the seasons flow We met where the stars take their flight Every moment with you feels just right Whisper your name in the rush of the បន្ទាប់ពីការអុជធូបបន់ស្រន់ហើយពួកយើងក៏បានចេញដំណើរបន្តទៀតហើយពីកន្លែងលោកយាយម៉ៅហើយនឹងទៅដល់កន្លែងដែលយើងស្នាក់នៅនោះវាមានចម្ងាយ70គីឡូទៀតហើយនេះគឺជាសកម្មភាពដែលខ្ញុំធ្វើដំណើរតាមផ្លូវហើយផ្លូវជាតិលេខ4ឡើងគឺស្អាតមែនទែនគឺគេធ្វើរួចរាល់ហើយអញ្ចឹងនេះគឺជាកន្លែងដែលខ្ញុំឈប់សម្រាកដើម្បីឲ្យម៉ាស៊ីនម៉ូតូត្រជាក់រយៈពេល15នាទីទៅ20នាទីបានពួកយើងធ្វើដំណើរទៀតបន្ទាប់ពីយើងធ្វើដំណើរទៀតក៏ដល់ផ្លូវបំបែកខ្សែអំបិលនេះគឺជាផ្លូវដែលខ្ញុំមកដល់នៅក្នុងចក្រាដងព្រេងហើយជាលេខ4ដែលយើងឆ្ពោះទៅកំពង់សោមតែយើងអត់ទៅដល់ក្រុងកំពង់សោមទេហួរចក្រាដងព្រេងនឹងតិចមានផ្លូវខ្នល់មួយបត់ខាងស្ដាំដៃយើងបត់ខាងស្ដាំដៃមកអញ្ចឹងយើងជិះទៅត្រង់ទៀតរហូតប្រហែលជាចំណាយ20គីឡូទៀតយើងមានផ្លូវមួយដីក្រហមនេះគឺជាផ្លូវដីក្រហមដែរផ្លូវដីក្រហមនេះនៅមុខផ្លូវហ្នឹងគឺគេដាក់មានពយលោកយាយម៉ៅឆ្នេរតាប្រាំងហើយនឹងឆ្នេរសាច់សក៏តែពួកខ្ញុំធ្វើដំណើរទៅឆ្នេរសហើយខ្ញុំមកដល់កញ្ចោះមួយដែលនេះគឺជាកញ្ចោះឡែងដីរបស់បងប្អូនខ្ញុំទេតែគាត់ទុកចោលឲ្យខ្ញុំមកស្នាក់នៅនឹងអញ្ចឹងតែហើយខ្ញុំក៏បានចតម៉ូតូដើម្បីរើអីវ៉ៃអីវ៉ាន់ហ្នឹងចង់រឹងដើម្បីគេលេងកម្សាន្តតបពីចង់រឹងហើយក៏ខ្ញុំបានសម្រាប់លេងមើលទេសភាពម្លែតហើយក៏ទៅហូបបាយជាមួយបងប្អូនហើយនឹងក្រុមការងារដើម្បីបន្ទាប់មកយើងបន្ទាប់ពីហូបបាយនោះហើយក៏យើងទៅលេងឆ្នេរសាច់សព្រោះដោយសារតែខ្ញុំស្នាក់នៅហ្នឹងគឺនៅជិតឆ្នេរសាច់សនោះដែរទេហើយខ្ញុំមកគេងនៅឆ្នេរសាច់សដោយសារទី1ខ្ញុំគិតថាខ្លាចវាភ្លៀងមកទឹកឡើងហើយទៅយើងពិបាកហើយអញ្ចឹងតែគេងប្រហែលជា10គីឡូអីឆ្ងាយពីសមុទ្រហើយបន្ទាប់មកយើងក៏ជួបជុំថ្ងៃនេះទៅដូចជាបងប្អូនអញ្ចឹងអូវត្តណាគេថាគាត់ត្រូវផឹកវត្តណាម្ដងចាចាញ់ទៅផឹកតាមខ្លួនខ្សែហ្នឹងកំជិលីមែនទេបងផឹកវត្តណាម្ដងបងបើជឿខ្ញុំអត់ផងផងឯងផឹកវត្តណាម្ដងចាំតែប្រាប់ពីធ្វើលៀងអត់ការទេផឹកវត្តណាម្ដងតែសម្រាប់វត្តណាវត្តណា Heartbeat in the night អានេះយើងក៏ហូបឲ្យហើយងូតទឹកនេះការសកម្មភាពពេលល្ងាចថ្ងៃរៀបលិចមើលទៅពិតជាស្រស់ស្អាតមែនតែនវីដេអូនេះខ្ញុំអត់សូវបានថតយូរទេដោយសារទី1អត់សូវមានពេលបានថតហើយយប់ឡើងក៏ត្រឡប់មកកន្លែងបោះជំនុំវិញក៏អង្គុយហូបជាមួយបងពូមីងអីហ្នឹងជុំកម្មវិធីហើយស្អីឡើងក៏ខ្ញុំបានចាក់ចេញមកវិញក៏ត្រឡប់ចូលថ្មរូងតិចដើម្បីមកងូតទឹកឬក៏ញ៉ាំអាហារថ្ងៃត្រង់ហើយនេះនាំបងមកងូតទឹកដើម្បីទៅជាតិចដោយសារមេឃក្តៅនិយាយទៅថ្ងៃខ្ញុំតាំងពីថ្ងៃខ្ញុំទៅថ្ងៃត្រឡប់មកវិញគឺអត់មានភ្លៀងទេដល់មកដល់អង្គស្នួរចិត្តទីក្រុងភ្នំពេញហើយបានមានភ្លៀងហើយខ្ញុំទៅពីនោះទៅតាំងពីនេះមកគិរីរំរហូតអត់មានភ្លៀងទេចឹងស្រួលធ្វើដំណើរមែនតើហើយអរគុណវីដេអូគឺមានតែប៉ុណ្្នឹងទេចឹងអរគុណដែលបានតាមដានសួរសនាហើយជួបគ្នានៅវីដេអូក្រោយបាយបាយ